បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់បាទថ្ងៃនេះខ្ញុំសូមលើកយកប្រាសាទមួយមកធ្វើបទបង្ហាញជូនបងប្អូនទស្សនានឹងដើម្បីឆ្វេងយល់ជាប្រវត្តិសាស្ត្រដែលជាមរតកដូនតារបស់យើងទាំងអស់គ្នាបាទប្រាសាទនេះមានឈ្មោះថាប្រាសាទភ្នំកំបុតហើយមានចម្ងាយប្រមាណ58គីឡូម៉ែត្រពីក្រុងសៀមរាបហើយបើសិនបងប្អូនធ្វើដំណើរពីក្រុងសៀមរាបតាមផ្លូវជាតិលេខ6ឆ្ពោះទៅខាងលិចទៅដល់រង្វង់មូលស្រុកក្រឡាញ់នោះគឺយើងឃើញផ្លូវមួយទៀតបត់ទៅស្ដាំគឺធ្វើដំណើរទៅឆ្ពោះទៅខាងទិសខាងជើងគឺតាមផ្លូវលេខ68បងប្អូនបន្តរហូតទៅដល់សាលាឃុំកំពង់ថ្កូវគឺចម្ងាយពីរង្វង់មូលស្រុកក្រឡាញ់នឹងទៅប្រហែលជា4គីឡូម៉ែត្រហើយបងប្អូនអាចសាកសួរប្រជាជនទីនោះបានគឺគាត់បង្ហាញផ្លូវទៅដល់ប្រាសាទភ្នំកំបុតបាទហើយទីតាំងប្រាសាទភ្នំកំបុតទៀតសោតគឺថាស្ថិតនៅក្នុងភូមិទ្រង់បាទឃុំកំពង់ថ្កូវស្រុកក្រឡាញ់ខេត្តសៀមរាបហើយស្ថានភាពប្រាសាទនេះគឺជាប្រាសាទឥដ្ឋទោលទូចគឺសាងសង់នៅលើកំពូលភ្នំនេះគឺភ្នំកំបុតតែម្ដងហើយគឺថាស្ថិតនៅក្បែរស្ទឹងស្រែងចម្ងាយ700ម៉ែត្រហើយនឹងនៅទិសខាងលិចវត្តទ្រង់បាទអញ្ចឹងសូមបងប្អូនជួយបញ្ចេញមតិយោបល់ខាងក្រោមថាបងប្អូនធ្លាប់មកលេងប្រាសាទនេះទេឬក៏មិនទាន់បានទៅលេងបាទនៅពេលបងប្អូនមកដល់ជើងភ្នំហ្នឹងគឺថាស្រួលរកទេប្រាសាទហ្នឹងគឺនៅលើកំពូលភ្នំហ្នឹងឯងហើយភ្នំហ្នឹងមិនមែនជាភ្នំខ្ពស់ណាស់ទេជាកូនភ្នំអញ្ចឹងយើងឃើញផ្លូវដើរមួយទូចមួយហ្នឹងដើរតាមផ្លូវដើរទៅដល់ខាងលើហើយនឹងពេលដែលយើងឡើងមកនោះឃើញដុំថ្មធំហើយកូនព្រៃឈើទាំងអស់ហ្នឹងដុះព័ទ្ធជុំវិញបៃតងហើយនឹងឃើញកំពូលភ្នំមួយទៀតគឺថាស្រស់ស្អាតណាស់ហើយបូកនឹងខ្យល់បរិសុទ្ធសម្លេងចាបយំហើយទៅយើងងាកទៅស្ដាំដៃទៅឃើញកូនប្រាសាទឥដ្ឋមួយលឹមចេញពីគុម្ពព្រៃនឹងធ្វើឲ្យយើងរំភើបចង់ទៅមើលប្រាសាទនោះមែនតើហើយនៅពេលដែលយើងដើរតាមផ្លូវចិត្តដល់តួប្រាសាទហ្នឹងគឺឃើញជើងតម្រមួយរាង4ជ្រុងហើយជើងតម្រហ្នឹងគឺពណ៌ថ្មភក់ហ្នឹងគឺស្អាតមែនតើគឺជើងតម្រហ្នឹងគឺសម្រាប់ដាក់ទេវរូបហើយចំពោះស្ថានភាពប្រាសាទភ្នំកំបុតហ្នឹងជាទូទៅហ្នឹងយើងមើលដើរព័ទ្ធជុំវិញហ្នឹងគឺថាសាងអំពីឥដ្ឋហើយកំពូលហ្នឹងគឺបានបាក់រលំអស់ទៅហើយគឺថាសង់លើគ្រឹះពីថ្មបាយក្រៀមហើយមានរាងជា4ជ្រុងស្មើអញ្ចឹងទំហំប្រាសាទកូនភ្នំហ្នឹងគឺប្រហែលជាទំហំ3ម៉ែត្រកន្លះក៏នឹង3ម៉ែត្រកន្លះហើយកម្ពស់គឺប្រមាណជា4ម៉ែត្របើយើងសង្កេតនឹងភ្នែកមើលទៅបាទហើយប្រាសាទនេះគឺបែរទៅទិសខាងកើតហើយបច្ចុប្បន្ននេះគ្មានសល់ទសពេជ្រផ្ដែឬក៏ហោជាងដើម្បីឲ្យយើងសង្កេតសិក្សាទេនៅច្រកចូលទ្វារខាងកើតនៃប្រាសាទភ្នំកំបុតនេះគឺអ្វីដែលយើងឃើញគឺថាសល់តែជញ្ជាំងឥដ្ឋហើយនឹងដុំថ្មភក់នៅក្នុងជញ្ជាំងហើយនឹងតសផ្អោបមួយនៅទិសខាងជើងហើយបើយើងមានសង្កេតឲ្យលម្អិតទៅនៅលើក្បាលសសរនោះគឺមានក្បាច់លម្អនៅខាងលើបន្តិចដែលអាចយើងសម្គាល់ថាជានៅសម័យអង្គរហើយខាងក្នុងប្រាសាទនេះមានតែដុំថ្មភក់តែប៉ុណ្ណោះហើយយើងមិនអាចសម្គាល់បានថាជាជើងបំណែកជើងតម្រឬក៏ជាសុំទ្វារទេដោយសារវាផ្កាប់ទៅក្នុងដីហើយយើងឃើញបន្តិចតែប៉ុណ្ណោះហើយអ្វីដែលគួរសោកស្ដាយគឺថាมันមានសាលាចារឹកនៅសល់ដើម្បីយើងសិក្សាវែងឆ្ងាយតទៅទៀតហើយបើយើងឃើញជញ្ជាំងដល់យើងសង្កេតជញ្ជាំងវិញគឺថាខាងក្នុងនោះមានកន្លែងនៅល្អនៅឡើយយើងមានជញ្ជាំងឥដ្ឋប៉ុន្តែខាងផ្នែកដំបូលគឺថាបាក់រលំអស់ហើយជញ្ជាំងខាងជើងជញ្ជាំងខាងលិចនិងខាងត្បូងនោះគឺថាយើងនៅឃើញរបៀបជាហេតុជាទ្វារតែទ្វារបឆោតដែលគេរៀបជាឥដ្ឋហ្នឹងជាទ្វារបឆោតហើយនឹងជាផ្ដែជាហោជាហ្នឹងវាត្រីកោណគឺស្អាតមែនតើបើសិនជាយើងសម័យមើលបើសិនជានៅល្អទាំងអស់មានដំបូលមានទេវរូបគេដាក់ក្នុងប្រាសាទហ្នឹងដឹងហើយមានសសរពេជ្រផ្ដែទាំងអស់មិនដឹងជាស្អាតប៉ុណ្ណាទេបាទ
ហើយចិត្តយើងធ្វើដោយមិនដាច់ដើម្បីដឹងរឿងរ៉ាវដែលកប់បាត់រាប់រយឆ្នាំមកនេះថាប្រាសាទភ្នំកំបុតនេះជាប្រាសាទឧទ្ទិសទៅឲ្យពុទ្ធសាសនាឬក៏ព្រហ្មញ្ញសាសនាហើយឬក៏មានស្លាកស្នាមអីដែលជាបដិមាដែលយើងអាចសិក្សាទៅទៀតអញ្ចឹងយើងមានតែទៅរកឯកសារចាស់ៗដែលធ្លាប់ស្រាវជ្រាវដោយអ្នកប្រាជ្ញបារាំងពីមុនមកតែគាត់ធ្លាប់មកទីតាំងនេះយើងអាចមានពន្លឺខ្លះដើម្បីយកមកពិចារណានិងសិក្សាទាំងអស់គ្នាបាទជាដំបូងនេះសូមលើកយកឯកសាររបស់អ្នកប្រាជ្ញបារាំងដែលគាត់ចុះមកស្រាវជ្រាវរវាងចុងសតវត្សទី19គឺមានលោក Eugène Aymonier ហើយនឹងដើមសតវត្សទី20គឺថាមានលោក Louis de la Jonquière ហើយនឹងលោក Henri Marchal ចឹងឯកសារលោកទាំងអស់នោះបានផ្ដល់ជាពន្លឺដើម្បីយើងដឹងថាប្រាសាទភ្នំកំបុតនេះលោកមកដល់នឹងឃើញមានអ្វីខ្លះដើម្បីជាភស្តុតាងដើម្បីយើងសិក្សាតទៅមុខទៀតបាទចំពោះលោក Henri Marchal វិញគាត់បានចុះសិក្សាលម្អិតតាក់ទងនឹងសំណង់ស្ថាបត្យកម្មក្បាច់លម្អនិងវត្ថុសិល្បៈហើយបានលោកបានចុះនៅក្នុងរបាយការណ៍នៅសាលាបារាំងចុងពី AFAO នៅឆ្នាំ1934ហើយចឹងពេលនោះលោកបានកត់ត្រាថាលោកមានឃើញរូបបដិមាហេវជ្ជរៈដែលរួមលើឈរលើមនុស្សហើយអ្នកស្រាវជ្រាវថាជាសាកសពហ្នឹងហើយបើគិតជារចនាបថសម័យកាលនោះប្រហែលជាសតវត្សទី13ហើយនឹងរូបមួយទៀតជាព្រះពុទ្ធប្រណិកចំនួន15ហើយមានទេវរូបស្រី3នាក់នៅពីក្រោមហើយគិតជារចនាបថគឺថានៅក្នុងរចនាបថអង្គរវត្តសតវត្សទី12ហើយចំពោះរូបមួយទៀតដែលប្លែកហើយស្រស់ស្អាតជាងគេដែលលោក Aymonier គាត់បានកត់ត្រានោះគឺថារូបទេវរូបភេទស្រីនេះមានប្រសេច្រើនគឺមានប្រកេះច្រើនហើយមានកម្ពស់62សង់ទីម៉ែត្រទទឹង20សង់ទីម៉ែត្រកម្រាស់ដងខ្លួន13សង់ទីម៉ែត្រគឺថាមានប្រហោះដល់ទៅ6ហើយ2នៅសល់ប្រណំនៅត្រឹមដើមទ្រូងហើយបច្ចុប្បន្នគឺរូបនេះនៅតម្កល់នៅស្រាប់មន្ទីរជាតិគីមេបាទហើយក្រៅពីនេះទៀតគឺអត្ថបទមួយទៀតដែលយើងឃើញចុះផ្សាយនៅគេហទំព័ររបស់ AMS ដែលទៅសេដោយលោកម៉ងវ៉ាលីហ្នឹងគឺថាគេរកឃើញតោមួយសត្វដែលចម្លាក់តោហ្នឹងគឺឆ្លាក់ក្នុងវចនបទប្រែរូបសតវត្សទី10ហើយសប្តាហ៍ថ្ងៃនេះគឺនៅវត្តទ្រង់បាទអញ្ចឹងកុំឲ្យវីដេអូយើងវែងខ្ញុំសូមសង្ខេបនឹងសន្និដ្ឋានថាប្រាសាទភ្នំកំបុតនេះដែលសាងសង់ពីឥដ្ឋនៅលើកូនភ្នំនេះកូនភ្នំកំបុតនេះគេហៅថាភ្នំកំបុតនេះគឺថាសាងសង់ឡើងនៅសម័យអង្គរហើយបើតាមឯកសារលោកអ្នកប្រាជ្ញដែលបានឃើញរូបចម្លាក់ហើយនឹងរៀបរាប់អំពីរចនាបថសិល្បៈពីដូចជាចម្លាក់ស្តោសតវត្សទី10ហើយនឹងហេវជ្ជរាសតវត្សទី13ហើយនឹងទេវរូបភេទស្រីដែលមានព្រះសេះច្រើនឬក៏ព្រះកេសច្រើនណាគឺសតវត្សទី12អង្គរវត្តមានន័យថាប្រាសាទភ្នំកំបុតហ្នឹងគឺសាងសង់ឧទ្ទិសទៅដល់ផ្នែកពុទ្ធសាសនាបណ្ដានិកាយវជ្ជរយានដែលយើងមានរូបដ៏ស្រស់ស្អាតដែលយើងឃើញគឺហេវជ្ជរារួមនេះហ្នឹងហើយនឹងមានទេវភេទស្រីទៀតដែលមានព្រះសេះច្រើននេះអញ្ចឹងមានថាប្រាសាទនេះប្រហែលជាសម័យបុរាណនោះគឺថាជាសហគមន៍តូចមួយដែលគេបូជាទៅដល់ពុទ្ធសាសនានិកាយវជ្ជរយានហើយចំពោះការសាងសង់វិញគឺថាអាចចាប់ផ្ដើមពីសតវត្សទី10បន្តរហូតទៅដល់សតវត្សទី13ដែលយើងឃើញទេវរូបដែលគេមកដាក់តាំងនេះគឺខុសសម័យកាលបាទអញ្ចឹងសូមបងប្អូនទាំងអស់ដែលមានចំណេះដឹងឬក៏បទពិសោធន៍ឬក៏មានឯកសារណាបន្ថែមសូមជួយបញ្ជាក់និងបញ្ចេញមតិយោបល់ខាងក្រោមដើម្បីឲ្យបងប្អូនយើងនឹងទទួលចំណេះដឹងបន្តទៀតបាទសូមអរគុណច្រើនជួបគ្នាវីដេអូក្រោយ